សង្ស័យតែម្នាងនឹងពេញចិត្តខ្ញុំហើយបានជាឲ្យខ្ញុំថតរូបមួយកំណាត់ខ្លួនបែបនេះអាចឆ្នុកឲ្យអាចឆ្នុកឯងចិត្តមានសំណាងហើយបើសិនជាគេពេញចិត្តស្រាប់តែគេផ្ញើលុយពាន់ដុល្លារឲ្យចាយជាប្រចាំខែមិននឹងជាល្អយ៉ាងណាទេបើថាពេញចិត្តឯងព្រមប្រាប់តាំងពីដំបូងទេគិតទៅស្រីម៉ត់រឿងចិត្តទុនមែនជ្រុលជាគេសុំមកប៉ោះអញ្ចឹងទៅឲ្យខ្ញុំថែមឲ្យ10ប៉ោះទៀតទៅចុះអូនឯតើអូនកើតឆ្នាំអីធាតុទឹកឬក៏ធាតុដីសូមអូនស្រីវាចាកុំមកតាំងខ្លួនជាហោរាទុទាយតាមសាគ្មាននរណាពឹងអីរឿងអាឆ្នុកនិងកម្ចីអនឡាញអាឆ្នុកហេតុតែចង់ហ៊ឺហាចង់បានរបស់ទំនើបប្រើនឹងគេតែបែរជាផ្លត់ស្នៀតទឹកខ្ចីលុយតាមអនឡាញដែលមានការប្រាក់ខ្ពស់កប់ពពកទៅវិញមិនតែប៉ុណ្ណោះគេតេទាគ្រប់ម៉ោងគ្រប់នាទីដោយគំរាមថាបង្ហោះរូបភាពអាឆ្នុកចូលក្នុងបណ្ដាញសង្គមតើអាឆ្នុកនឹងដោះស្រាយបញ្ហានេះដោយរបៀបណាហើយតើអ្នកណាខ្លះជួយអាឆ្នុកក្នុងគ្រាដ៏លំបាកនេះបើចង់ជ្រាបកាន់តែច្បាស់សូមតាមដានសាច់រឿងពីដើមដល់ចប់ទាំងអស់គ្នាអូស្អាតដល់ហើយមីនាងហើយបកែរំម្លេះណោះមើលចុះចកេះកវីដល់ហើយឯងនេះបានត្រឹមតែមើលប៉ុន្តែគ្មានវាសនាបានស្នេហ៍សោះអូអាម៉ាប់ដូរម៉ូតូថ្មីទៀតយាយស្វាគមន៍សមាជិកថ្មីផុសអួតដាក់ក្នុង Facebook ទៀតណោះម្សិលមួយថ្ងៃវាទិញទូរស័ព្ទដៃថ្មីហើយថ្ងៃនេះវាទិញម៉ូតូថ្មីអានេះមានលុយបោះវាអ្វីស្អីគេពូឌីទិញម៉ូតូទៀតងាប់ហើយភូមិខ្ញុំសបោអ្នកមានម្លេះអ្វីឯងនេះនៅតែខ្វៀលគោតាំងពីក្មេងរហូតដល់ធំហើយចំណែកឯពួកគេមួយផ្លែតទិញនេះមួយផ្លែតទិញនោះគ្រួសារមួយដូចជារីចម្រើនដល់ហើយខុសតែអាឆ្នុកស្អីគេអ្វីកម្ចីអនឡាញគ្រាន់តែមានអត្តសញ្ញាណប័ណ្ណមួយគឺអាចខ្ចីប្រាក់បានហើយទោះនៅទីណាកលៀតកន្លោះណាក៏ខ្ចីបានដែរលេខទូរស័ព្ទគេដាក់ឲ្យទៀតនេះកតឹបកមុំកចាស់អូខលតាមនេះសិនងាយស្រួលឲ្យតែឲ្យខ្ចីអាឆ្នុកនេះខ្ចីហើយអាឡូជំរាបសួរបាទខ្ញុំឈ្មោះឆ្នុកចង់ខ្ចីប្រាក់$1000-2000ទិញម៉ូតូជីចាបងចង់ខ្ចីប្រហែលក៏បានដែរសំខាន់ឲ្យតែមានអត្តសញ្ញាណប័ណ្ណមីនាងហើយចូលអត់ដាក់ទ្រព្យប្រចាំអីខ្លះទេអីខ្ញុំជាដង្ខៅគោណាមិនខ្វះលុយនោះទេមិនត្រូវការទ្រព្យប្រចាំអ្វីនោះទេណាបងហើយចូលត្រូវការជួបមុខគ្នាផ្ដិតមេដៃមេជើងអីដែរទេអានឹងក៏មិនត្រូវការដែរបងកុំភ័យអីខាងប្អូននឹងរៀបចំជូនមកស្អាតធ្វើយ៉ាងណាសេរីឲ្យងាយស្រួលជាទីបំផុតដល់អតិថិជនបើជួបមុខគ្នាផ្ដិតមេដៃដដែលគេដែរហៅកម្ចីអនឡាញហីបងអូមែនហើយចូលមីនាងឯងឲ្យខ្លាចខ្ញុំបោកប្រាស់ទេអីមិនខ្លាចបោកនោះទេព្រោះខ្ញុំស្គាល់អត្តសញ្ញាណបងឯងហើយនឹងអូត្រូវហើយខ្ចីលុយសម័យឥឡូវពិតជាស្រួលមែនកម្ចីអនឡាញផ្ញើតែរូបអត្តសញ្ញាណប័ណ្ណមួយបានលុយទៅបាទអញ្ចឹងពេលបងផ្ញើអត្តសញ្ញាណប័ណ្ណឲ្យខ្ញុំពេលណាខ្ញុំនឹងផ្ញើលុយឲ្យបងពេលនោះភ្លាមបានខ្ញុំនឹងផ្ញើឲ្យឥឡូវនេះភ្លាមចាប់ពីថ្ងៃនេះតទៅអាឆ្នុកលែងខ្វៀលគោទៀតហើយអូយហើយមីនាងនេះពិតជាល្ងងដល់ហើយមិនស្គាល់ខ្ញុំសោះស្អីក៏មិនយកតែអត្តសញ្ញាណប័ណ្ណហើយចុះបើសិនជាខ្ញុំបោកនាងមិនសងនាងតើគិតយ៉ាងណាទៅអត្តសញ្ញាណប័ណ្ណមានអីទៅពិបាកហើយខ្ញុំកែតែទិញទួយក្នុងទូរស័ព្ទខុសឈ្មោះខុសអីបាត់ទៅហើយមីនាងនេះរស់ស៊ីពិតជាល្ងងមែនវ៉ៃអូយកុំតែខ្វល់អីអ្នករស់ស៊ីល្ងងបែបនេះខ្ចីឲ្យតែច្រើនមក
អាម៉ាប់ងាប់ហើយម៉ូតូអន់ក៏ចេះតែជិះដែរណែហើយមើលម៉ូតូអញទើបលយ មើលទៅម៉ូតូឯងដូចជាមិនថ្លៃប្រមាណទេណែម៉ូតូប្តីអញណាគឺស្មើនឹងឡានមួយគ្រឿងណាវើយ ខ្ញុំគិតថាមិនជោគជ័យទេប៉ុណ្ណឹងនោះបរោះជោគជ័យនៅតែជាខ្ញុំអ៊ីអាម៉ាប់ហេតុអីក៏ឯងថាជោគជ័យហើយជិះម៉ូតូតម្លៃថោកជាងអញទេណាហើយចូលមើលពួកឯងមើលដប់មនុស្សស្រីឡើងកាចាហើយមើលខ្ញុំនេះស្រីក្មេងស្អាតខ្លាំងណាស់ណាអឺអាម៉ាប់អាចង្រៃហេតុអីក៏ឯងចាក់ចំបេះដូងបែបនេះណែឯងឆាប់ចុះពីលើម៉ូតូភ្លាម វាស្អីឯងនឹងហាក់កាចាស់មិនគេដេញខ្ញុំចុះគឺគាត់ចង់បានស្រីស្អាតស្រីក្មេងអោបចង្កេះពីក្រោយហ្នឹងណាក៏មិនត្រូវការស្រីចាស់ដូចជាមីងនោះទេគ្រាន់ប៉ុណ្្នឹងក៏មិនយល់ដែរ ពូឌីកុំដប់ស្រីចាស់មកអួតខ្ញុំជ្រិញខ្លាំងណាស់អឺឯងលឺដែរទេនេះមកពីមុខឯងអាក្រក់ពេកហ្នឹងណា ចុះក្រែងតែកាលពីប្រហែលឆ្នាំមុនឯងសរសើរតែខ្ញុំស្អាតណាស់គ្មានស្រីណាស្អាតដូចនោះទេហើយឥឡូវនេះមិនក៏ឯងកែប្រែសម្ដីលឿនខ្លាំងម្ល៉េះ ថាម៉េចពូឌីធ្លាប់និយាយថាមិញឯងស្អាតមែនទេអូមិនដឹងមើលជ្រុងណាឃើញស្អាតទេ មិនដឹងថាមើលឃើញមីងរុយស្អាតត្រង់ណាទេតាំងពីមីងរុយនៅក្មេងរហូតដល់ចំណាស់នេះហើយខ្ញុំមិនដែលឃើញមីងឯងនេះស្អាតនោះទេណា ណែយីប៉ែឯងកុំនិយាយផ្ដេសផ្ដាសខ្ញុំមិនដែលសរសើរឯងទេណាឯងកុំឲ្យគេសើចខ្ញុំបានទេ ឯងនិយាយដល់ខ្លួនឯងប៉ុន្តែបើជាភ្លេចហេតុអីក៏ឯងនេះឆាប់ភ្លេចខ្លាំងម្ល៉េះហើយមីចរិយាហ្នឹងក៏អញ្ចឹងដែរនឹងឯងក៏បានដៃពេកអាយុនឹងឯងនៅក្មេងគឺអញ្ចឹងហើយចាំមើលតែនឹងឯងចាស់ចំណាស់អញស្រួលហ្នឹងមកអាក្រក់ជាងអញទៅទៀតមិនអាចទេមិនដូចគ្នាទេណាមីងរុយខ្ញុំនេះថែខ្លួនខ្លាំងណាស់មិនបណ្ដោយខ្លួនឲ្យដូចជាមីងនោះទេអាក្រក់តែឯងចុះ ពូឌីឯងថ្ងៃក្រោយឃើញខ្ញុំកុំអួតមុខខ្ញុំទៀតឃើញខ្ញុំអោនឬកិច្ចមុខចេញទៅ ងាប់ហើយមានបានតិចតួចប៉ុណ្ណឹងប្រឹងអួតគ្នាណាជ្រិញមែនតែន ស្អីឆ្នុកហើយចុះឯងនឹងមានស្អីអាក្មេងកងវាលគោហើយខ្វៀលតគោសោះមកនិយាយស្អីជាមួយអញឆាប់ចេះឆ្ងាយទៅ យេណែអាម៉ាប់ពូឌីបិទតែខ្ញុំខ្វៀលគោក៏ពិតមែនប៉ុន្តែខ្ញុំនៅតែអាចរកលុយបានច្រើនខុសពីអ្នកទាំងអស់គ្នាអត់សូវរវល់ដូចខ្ញុំទេប៉ុន្តែនៅតែរកលុយបានប៉ុណ្ណឹងហ្នឹងណែខ្ញុំចង់ជិះឡានក៏បានដែរខ្ញុំចង់បានលុយប្រមាណក៏បានដែរគ្រាន់តែចុចទូរស័ព្ទតែមួយពងដឹងតែគេយកលុយមកឲ្យភ្លាម វាមិនដែរទេអញមិនជឿឡើយឯងខកបានតែក្មេងៗទេចាស់ចំណាស់អញមិនភ្លើជឿអាសម្ដីបែបហ្នឹងឡើយខ្លួនឯងរាល់ថ្ងៃនឹងមានស្អីសម្បត្តិត្រឹមតែជាអ្នកខ្វៀលគោប្រមាណក្បាលសោះធ្វើឯងដូចគ្រាន់បើថាខ្វៀលគោម្ដងពី300ក្បាលអានឹងមិនថាទេ ឱកាសចំណេញលុយគេមិនដែលប្រាប់យើងនោះទេអ្នកទាំងអស់គ្នាក៏មិនដឹងថាខ្ញុំរកលុយបានដោយរបៀបណាដែរចាំមើលតែខ្ញុំបង្ហាញអាសម្ភារៈនិយមទៅពេលនោះប្រកាសជាភ្ញាក់ខ្លួនរៀងខ្លួនហើយថាខ្ញុំពិតជាមានលុយពិតមែន អើចាំពេលនោះទៅមិនដឹងប្រហែល100ឆ្នាំទៀតទេ មិនយូរទេកន្លះម៉ោងទៀតឃើញហើយអញកំពុងតែដើរទៅបើកលុយហើយតើ ចាំបានលុយសិនមកចាំអួតបើថាលុយមិនទាន់ដល់ដៃទេកុំខំប្រឹងអួតខ្លាំងពេកអញខ្ពើមសង្ស័យតែលុយខ្ចីគេទេដឹង អើយអូណាអានឹងមានសមត្ថភាពឯណាទៅខ្ចីគេអ្នកណាគេឲ្យទៅគេមិនឲ្យទេគ្មានមុខគ្មានមាត់អានេះទៅខ្ចីលុយគេមិនឲ្យផងសង្ស័យតែទៅលួចគេហើយ អើយមិនសង្ស័យច្រើនទេចាំមើលតែឆ្នុកលេងម្ដងទៅ គិតទៅមុខរបរចាប់ហួយខ្ញុំនេះគឺថារីកចម្រើនណាស់ពី3ថ្ងៃដឹងតែយកអវ៉ាន់ចូលម្ដងហើយខ្ញុំខិតខំប្រឹងប្រែងតស៊ូតាំងពីមានអវ៉ាន់ទិញទួយរហូតដល់អវ៉ាន់ពេញតូបមិនមែនជារឿងងាយស្រួលនោះទេហើយអាមុខរបរនេះចំណេញកាក់ល្អិតជាទីបំផុតបើមិនចេះលក់ទេគឺដឹងតែរលាយហើយ មីងសល់កន្លែងមីងមានដកលុយដែរទេ មានតើហើយអ្នកណាគេផ្ញើឲ្យដែរអាឆ្នុក ខ្ញុំរកស៊ីជោគជ័យគេបាញ់លុយឲ្យលេងហ្នឹងណាអញ្ចឹងមីងជួយដកលុយឲ្យខ្ញុំបន្តិចមក ស្អីគេមិនដាណាសុកគេបាញ់លុយឲ្យចាយទេណែអាឆ្នុកឯងទៅគំរាមគេមែនដែរទេឬក៏ទៅចាប់ចម្រិត មីងឯងមើលរឿងភាគច្រើនពេកហើយខ្ញុំឯណាទៅគំរាមទៅសម្លុតគេបានលុយមកនោះគឺខ្ញុំមានក្រុមហ៊ុនណាក្រុមហ៊ុនខ្ញុំចំណេញបានលុយរាប់លានដុល្លារណោះឥឡូវនេះគេផ្ញើឲ្យតិចតួចចាយសិន ស្អីគេអាឆ្នុកអញដូចមិនជឿរៀនមិនចប់ថ្នាក់ផងមួយថ្ងៃឃើញនៅតែជាមួយនឹងគោសោះហើយទៅលួចបាក់ក្រុមហ៊ុនតាំងពីអង្កាល
មនុស្សជោគជ័យអញ្ចឹងហើយទាំងការគិតទាំងដំណើរគ្មានអ្នកណាស្មានដឹងនោះទេណាហើយមីងមិនសួរនាំច្រើនពេកទេឆាប់បើកលុយឲ្យខ្ញុំមកចាំខ្ញុំបង្ហាញលេខទូរស័ព្ទឲ្យ អញឈប់សួរនាំច្រើនក៏បានដែរ Nè, phải ha, anh màត្រូវការកម្មករអីយកកូនបងទៅណាអាឆ្នុកនោះវាគ្មានចំណេះនោះទេតែបើការងារប្រើកម្លាំងស្អីក៏វាធ្វើបានដែរ ឆ្នុកនេះមួយថ្ងៃវាដើរទៅទាត់ខ្យល់នោះទេបងមិនចង់ឲ្យវាចំណាយពេលអបយោចង់ឲ្យវារកការងារធ្វើបើត្រូវការរើសកម្មករអីកុំភ្លេចកូនបងឲ្យសោះ ខ្ញុំនេះចង់ហៅអាឆ្នុកទៅធ្វើការប្រមាណដងហើយប៉ុន្តែប្រពន្ធខ្ញុំគេមិនចង់ឲ្យចំណាយលុយច្រើនគេថាការលើកដាក់ធ្ងន់ស្រាលអីឲ្យខ្ញុំធ្វើទៅហើយដូច្នេះទើបខ្ញុំមិនបានរើសកម្មករអីទៀតហ្នឹងណាអើយទេប្រពន្ធឯងអ្នករកស៊ីគេគិតគូរអញ្ចឹងឯង បើសិនជាថ្ងៃណាប្រពន្ធឯងគេប្រែចិត្តចង់រើសកម្មករអីកុំភ្លេចនឹកដល់អាឆ្នុកមុនគេ ប្រកាសហើយខ្ញុំមិនទៅយកអ្នកណាឆ្ងាយទេខ្ញុំយកអ្នកចិត្តផ្ទះនឹងហើយស្រួលប្រើ បរោះជោគជ័យមកដល់ហើយពុកម៉ែហេពុកម៉ែទៅណាអញ្ចេះស្ងាត់ឲ្យជ្រាបពុកម៉ែខ្ញុំមកឆ្នុកណាឥឡូវនេះខ្ញុំជោគជ័យហើយខ្ញុំមកបង្ហាញខ្លួនឲ្យពុកម៉ែឃើញហេអ្នកណាទេមកទៀតហើយវៃអាពេលឯងខ្លាយទៅជាអ្នកមានទេនោះទេអាឡូខ្ញុំឈ្មោះឆ្នុកមានការអីទៅបាទ អាឡូបងឆ្នុកដល់ពេលបងការប្រាក់ហើយ ហេតុអីក៏លឿនបែបនេះខ្ញុំទើបតែខ្ចីលុយបានកន្លះម៉ោងហើយយកលុយទៅទិញម៉ូតូជិះមិនទាន់ក្តៅគូតផងហ្នឹង ចានេះគឺជាកលការខាងប្អូនណាសូមមេត្តាបងអធិស្ឋានផងជួយយកបងការលឿនបើមិនអញ្ចឹងទេខាងប្អូននឹងមានវិធានការក្តៅ ណែមីនាងច្រឡំទេដឹងការប្រាក់មិនប្រចាំខែទេអី ប្រចាំខែក៏មានប្រចាំថ្ងៃក៏មានដែរចា ថាម៉េចមានទាំងការប្រាក់ប្រចាំខែមានទាំងការប្រាក់ប្រចាំថ្ងៃទៀត ចាបើបងបានដឹងហើយសូមមេត្តាឆាប់បងឲ្យលឿនបន្តិចមក ទេខ្ញុំបងទេអាណាខ្ចីលុយទៅបានកន្លះម៉ោងសោះហើយទាការប្រាក់ម្ដងហើយម្ដងទៀត បើបងមិនព្រមបងការប្រាក់មកខាងប្អូនទេអញ្ចឹងខាងប្អូននេះណានឹងយកអត្តសញ្ញាណប័ណ្ណរបស់បងឆ្នុកឯងបង្ហោះជាសាធារណៈឲ្យគ្រប់គ្នាបានឃើញ អីយ៉ាវីវហើយបើពុកម៉ែខ្ញុំដឹងគាត់ប្រកាសជាខឹងជាមិនខានហើយសុំពជាបានទេ ពញាពេលបានលុះត្រាតែមកឯងថតរូបមួយកំណត់ខ្លួនឲ្យខ្ញុំហើយការប្រាក់គុណតាមនឹង ថតរូបមួយកំណាត់ខ្លួនហើយវីវហើយជ្រុលក្បាលកពើទៅហើយមានតែថតឲ្យនាងមើលទៅចុះ កុំយូរពេកណាបើមិនអញ្ចឹងខ្ញុំមិនធានាទេថារូបអត្តសញ្ញាណប័ណ្ណមកឯងនេះអាចផុសចូលបណ្ដាញសង្គមពេលណានោះ ដឹងហើយចាំខ្ញុំបញ្ញាប់ថតឲ្យនាង ងាប់ហើយឯងអើយនេះអាឆ្នុកតើមានម៉ូតូជិះទៀត ឆ្នុកឯងបានលុយមកពីណាទិញសម្ភារៈទាំងអស់នេះ បាទពុកម៉ែគឺខ្ញុំជោគជ័យហើយខ្ញុំដាក់ទុនរកស៊ីឥឡូវចំណេញដូច្នេះទើបខ្ញុំមានលុយច្រើនបែបហ្នឹងណាហើយពុកម៉ែកុំសួរអីថាលុយនឹងបានដោយរបៀបណាព្រោះខ្ញុំពិបាកបញ្យល់ខ្លាំងណាស់ការរកស៊ីវាវែងឆ្ងាយ រកស៊ីជោគជ័យហើយមានលុយទិញម៉ូតូទិញកៅអៅថ្មីពាក់ទៀតហើយឯងរកស៊ីស្អីតាឆ្នុកឲ្យប្រាប់ពុកផងបានទេ លាក់បែបនេះដូចមិនសូវស្រួលមិនដឹងទេឆ្នុកឯងរកស៊ីខុសច្បាប់តែដឹង ទេខ្ញុំបានរកស៊ីខុសច្បាប់អីទេគឺខ្ញុំរកស៊ីត្រូវច្បាប់តើបានឲ្យពុកម៉ែកុំសួរខ្ញុំអីឥឡូវនេះខ្ញុំបញ្ញាប់ចូលទៅក្នុងបន្ទប់អាផ្លែតសិន ចូលឯងភ័យខ្លាំងម្ល៉េះបើរកស៊ីបានលុយច្រើនហើយឯងគួរតែសប្បាយចិត្ត ប្រាប់ពុកម៉ែតាមត្រង់មកតែខ្លាចធ្វើអីកូនពុកម៉ែមិនយករឿងនេះទៅនិយាយប្រាប់អ្នកណានោះទេ ពុកម៉ែការរកលុយគឺសម្ងាត់ខ្លាំងណាស់គេលាក់ការបើមិនអញ្ចឹងទេគេរកដូចខ្ញុំប្រកាសជាខ្ញុំរកលេងបានហើយ ធ្វើអីក៏ធ្វើទៅប៉ុន្តែកុំប្រព្រឹត្តអំពើខុសច្បាប់ណាអើយ ខ្ញុំចូលបន្ទប់សិនហើយខ្ញុំបាននៅនិយាយយូរទេ
សង្ស័យតែម្នាងនឹងពេញចិត្តខ្ញុំហើយបានជាឲ្យខ្ញុំថតរូបមួយកំណាត់ខ្លួនបែបនេះអាចឆ្នុកឯងចិត្តមានសំណាងហើយបើសិនជាគេពេញចិត្តស្រាប់តែគេផ្ញើលុយពាន់ដុល្លារឲ្យចាយជាប្រចាំខែមិននឹងជាល្អយ៉ាងណាទេបើថាពេញចិត្តឯងព្រមប្រាប់តាំងពីដំបូងទេគិតទៅស្រីមាត់រឹងចិត្តទុនមែនជ្រុលជាគេសុំមកប៉ោះអញ្ចឹងទៅឲ្យខ្ញុំថែមឲ្យ10ប៉ោះទៀតទៅចុះអូនឯតើអូនកើតឆ្នាំអីធាតទឹកឬក៏ធាតដីសូមអូនស្រីវាចា កុំមកតាំងខ្លួនជាហោរាទុទាយតាមសាគ្មាននូណាពឹងអីបងសុំមើលបាតដៃតើអូនធាតអីម្ដេចហ៊ានចាប់ដៃជើងងាប់ហើយមួយថ្ងៃគិតតែពីច្រៀងរាំអញ្ចឹងមិនចេះតែក្រស្អីអាឆ្នុកអញនឹងក្រជាងឯងអញមានណាខ្លួនឯងក្រសោះបែរជាមកថាឲ្យគេច្រឡំប៉ោះហើយនាងអីខ្ញុំឥឡូវមិនក្រទេមើលតែសម្លៀកបំពាក់ខ្ញុំទៅដឹងហើយស្អីគេស្លៀកពាក់ប៉ុណ្ណឹងសោះចាត់ទុកថាអ្នកមានដែរខ្វះអីឲ្យទៅជុះនៅផ្សារនោះឲ្យទៅជុះមែនទេដឹងអាឆ្នុកបានជាខំប្រឹងមកសម្ញែងធ្វើខ្លួនឯងជាអ្នកមានអញមើលវាមិនឃើញថាឯងនេះមើលទៅវាមានត្រង់ណាសោះមីងរុយម៉ូតូក៏មានជិះទូរស័ព្ទក៏មានប្រើលុយក៏មានចាយខោអាវថ្មីក៏មានពាក់ដែរមុខឯងនឹងទៅរកលុយឯណាមកទិញរបស់ទាំងអស់នឹងហាឆ្នុកតើតែឯងលក់គោមែនទេប៉ុន្តែទោះបីជាឯងលក់គោទាំងអស់ក៏ទ្រព្យសម្បត្តិឯងតិចជាងអញដែរលក់គោស្អីបើលក់គោមហឺហាបែបនេះណាម៉ែឪវាច្បាស់ជាខោកវាអាចេះក្បាលជាមិនខានវាមិនអាចទៅរួចនោះទេខ្ញុំមិនប៉ះពាល់ទ្រព្យឪពុកម្ដាយទេនេះគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំផ្ទាល់ខ្លួនណាចេះតែឆ្ងាយតែឆ្នុកអញអត់ចាប់អារម្មណ៍នឹងទ្រព្យសម្បត្តិតិចតួចរបស់ឯងនោះទេអីកូនចៅនៅក្រុមហ៊ុនទេមកទៀតហើយតើមានរឿងអីចេះស្អីគេសិតតែមានកូនចៅទេមកអូយស្ដាប់ហើយអញចង់ក្អួតអាមួយនេះមើលរឿងច្រើនពេកហើយទៅបានជាបែកបែបនេះអាឡូខ្ញុំឈ្មោះឆ្នុកហើយទេមកខ្ញុំនឹងមានការអីដែរបងឆ្នុកដល់ពេលត្រូវបង់ការប្រាក់ទៀតហើយថាម៉េចទៅតែទាកន្លះម៉ោងមុនតើហើយកន្លះម៉ោងក្រោយទាទៀតខ្ញុំទៅតែផ្ញើរូបមួយកំណាត់ខ្លួនហើយទេណាឯងស្អីគេអញ្ចេះរូបមួយកំណាត់ខ្លួនអូការពិតអាមួយនេះចង់ការអនឡាញតើឯងរូបមួយកំណាត់ខ្លួននឹងពជាពេលបានត្រឹមតែកន្លះម៉ោងទេឥឡូវនេះផុតហើយត្រូវតែបង់ការភ្លាមហេ1ម៉ោងទា2ដងតើខ្ញុំទៅរកលុយមកពីណាទៅខ្ញុំមិនខ្វល់ទេថាយកលុយពីណាមកសងខ្ញុំនោះតែបើមិនប្រញាប់យកលុយមកទេណាខ្ញុំធានាថារូបមួយកំណាត់នោះនឹងបង្ហោះលើបណ្ដាញសង្គមអីមិននាងកុំអីអាណិតខ្ញុំផងទៅយល់យកដល់ខ្ញុំជាអតិថិជនដំបូងផងទុកមុខរាប់គ្នាឬក៏ទុកមុខតាក់មួយទៅណានេះគឺជាគោលការណ៍ក្រុមហ៊ុនរបស់ខ្ញុំគ្មានការយកអ្វីទាំងអស់អីវីវហើយឥឡូវចេះតែចុះខ្ញុំផ្ញើរូបមកកណាត់ខ្លួនបន្ថែមទៀតហើយសុំពេលកន្លះម៉ោងទៀតបានទេមិនបានទេឆាប់ផ្ញើលុយឲ្យខ្ញុំឥឡូវនេះភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងចុចបង្ហោះរូបមួយកំណាត់ខ្លួនរបស់បងឆ្នុកឯងហើយបើអញ្ចឹងប៉ុណ្ណឹងបានហើយណាបងឆ្នុកបញ្ញាផ្ញើលុយឲ្យលឿនឡើងមកព្រោះខ្ញុំមានអតិថិជនជាច្រើនទៀតដែលត្រូវដោះស្រាយអាឡូអីវីវបដ ாய் គេបិទទូរស័ព្ទទៅបាត់យ៉ាងម៉េចនឹងអាឆ្នុកកំចៃអនឡាញមែនទេការពិតខ្ចីលុយអនឡាញសោះចឹងតើបានជាអួតកទីកតើខ្លាំងណាស់ហើយអាឆ្នុកហែងក្រខំប្រឹងទៅដខ្លាំងម្ល៉េះពូឌីមីងរុយជួយខ្ញុំផងខ្ញុំនេះគ្មានលុយសងគេវិញនោះទេការប្រាក់ឡើងរៀងរាល់ម៉ោងហើយខ្ញុំបានផ្ញើរូបមកកណាត់ខ្លួនទៅគេទៀតគេថាបើគ្មានលុយសងគេបង្ហោះរូបនឹងហើយវីវហើយអាឆ្នុកអញជួយមិនបានទេហើយកុំចៃអនឡាញអញ្ចឹងសងមិនចេះចប់មិនចេះហើយទេវិទីហើយរហូតនឹងឯងសងមួយជីវិតទៀតក៏សងមិនអស់ផងអញក្រប្រាប់បើអញ្ចឹងគិតធ្វើយ៉ាងម៉េចទៅខ្ញុំមិនចង់មានរឿងអាស្រូវក្នុងបណ្ដាញសង្គមនោះទេឯងមិនមែនជាមនុស្សល្បីល្បាញផងឯងទៅខ្វល់អីគ្មានមុខមាត់អីនោះទេយ៉ាងច្រើនឲ្យគេបង្ហោះទៅ
អីពុកម៉ែខ្ញុំយកមុខទៅទុកណែណាបងប្អូនសាច់ញាតិខ្ញុំច្រើនណាស់ហើយនៅក្នុងភូមិនេះអ្នកណាក៏ស្គាល់ខ្ញុំដែរហើយបើប្រហោះប្រងព្រាតអញ្ចឹងទៅគេប្រកាសជាមើលឃើញរាងកាយរបស់ខ្ញុំហើយឯងទៅពឹងអាម៉ាប់ទៅអាម៉ាប់ជាមិត្តសម្លាញ់របស់ឯងវាអាចជួយឯងបានណា បានហើយទៅឆាប់ចែកឆ្ងាយពីឆាកជីវិតអញទៅអើយអួតចុះអួតឡើងការពិតខ្ចីលុយអនឡាញសោះ មិនអាចពញាពេលបានតទៅទៀតទេខ្ញុំបញ្ញាប់ទៅរកអាម៉ាប់សិន ចរិយាបងសូមស្បត់សច្ចាថាបងនឹងស្រឡាញ់អូនអស់មួយជីវិត ចុះបើសិនជាបងឯងក្បត់ខ្ញុំគិតធ្វើយ៉ាងម៉េច បើបងក្បត់អូនមែនទេបើសិនជាបងក្បត់អូនសូមឲ្យបងធ្លាក់ខ្លួនស្គមសង្ហាដូចជាទេពរិន្ដារោ ងាប់ហើយបងម៉ាប់ស្បត់អញ្ចឹងដូចជំរុញឲ្យខ្លួនឯងនឹងក្បត់ខ្ញុំអញ្ចឹង អីយ៉ាហើយចុះឯងឲ្យបងស្បត់យ៉ាងម៉េចទៅ គឺដូចជាស្បត់ឲ្យរន្ទះបាញ់ស្បត់ឲ្យឡានបុកអីអញ្ចឹងណា មិនបានទេអានឹងព្រៃផ្សៃពេកហើយបងមិនចង់ស្លាប់ដោយរបៀបហ្នឹងទេ បើអញ្ចឹងសរុបសេចក្តីមកគឺបងឯងមិនមែនជាបរិសុទ្ធស្មោះស្នេហ៍អីទេបងឯងនឹងក្បត់ខ្ញុំក្នុងថ្ងៃណាមួយជាមិនខាន អាម៉ាប់អាសម្លាញ់ជួយអញផង អាឆ្នុកអញកំពុងតែសាសងស្នេហាណាហើយចុះឯងមកធ្វើស្អី តើចែកឆ្ងាយទៅកុំមករំខានគេនិយាយគ្នា អ្នកទាំងអស់គ្នាខ្ញុំមានរឿងចង់ពឹងពាក់ពេលនេះខ្ញុំវ៉ាន់កជាមួយនឹងបំណុលអនឡាញហើយដោះស្រាយមិនចេញនោះទេគេទេទីរាល់ម៉ោង ហ៎ការពិតឯងអួតរឿងលុយហ្នឹងដោយសារឯងខ្ចីគេទេអី ថាម៉េចខ្ចីលុយអនឡាញហើយបងឆ្លុកហេតុអីក៏ល្ងងបែបនេះអាខ្ចីលុយអនឡាញនឹងវាន់កខ្លាំងណាស់ ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅពេលនេះខ្ញុំដោះស្រាយលែងចេញហើយ នោះទូរស័ព្ទមកហើយឯងឆាប់លើកទៅ អាឡូអ្នកនាងអីខ្ញុំកំពុងតែព្យាយាមរកលុយហើយ នៅខ្វះតែ15នាទីទៀតទេបើមិនឃើញលុយចូលមកទេណាធានាថារូបនេះនឹងបង្ហោះលើបណ្ដាញសង្គម អីយ៉ាអ្នកនាងខ្ញុំកំពុងតែដោះស្រាយបញ្ហានេះហើយសូមបន្ថែម15នាទីទៀតមក មិនបាននោះទេគ្មានការលើកលែងគ្មានការយោគយល់ អ្នកនាងអើយអ្នកនាងភ្លាមបែបនេះខ្ញុំទៅរកលុយពីណាមិនបាននោះទេណា ទៅរកសាច់ញាតិបងប្អូនមិត្តភក្តិអីហ្នឹងរកឲ្យបានសិនមកយ៉ាងម៉េចមិនគិតដោះស្រាយបំណុលគិតថារួចខ្លួនមែនទេកុំសម័យ ប៉ុន្តែពេលនេះខ្ញុំកំពុងតែរកហើយតើទុកពេលសិនទៅ មិនរងចាំទៀតទេបើអញ្ចឹងមកឆ្នុកឯងរងចាំមើលរូបភាពខ្លួនឯងនៅលើបណ្ដាញសង្គមចុះតិចទៀតនឹងល្បីហើយ អើយលបងម៉ាប់អើយជួយខ្ញុំផងខ្ញុំបានផ្ញើរូបរាងកាយដ៏ស្រស់សង្ហារបស់ខ្ញុំឲ្យគេមើលហើយគេថានឹងបង្ហោះចូលក្នុង Facebook ហើយខ្ញុំមិនចង់ល្បីបែបនេះទេសូមលបងម៉ាប់ជួយផងណា ណែអាឆ្នុកអញជួយឯងមិនបានទេអញប្រាប់តាមត្រង់ទៅចុះអញ្ចឹងណាទោះបីជាឯងប្រឹងដោះដល់10ជាតិទៀតក៏ដោះមិនអស់ផងហើយនៅតែចម្ពាក់គេអញ្ចឹងនេះជាល្បិចរបស់គេនោះទេ រឿងបែបនេះមានតែតរលំពីភូមិទេទៅអាចដោះស្រាយបាន ងាប់ហើយវាកាន់តែយូរទៀតហើយអ្នកទាំងអស់គ្នាអើយខ្វះពេល15នាទីទៀតរូបដ៏ស្រស់សង្ហារបស់ខ្ញុំត្រូវផ្សាយពេញបណ្ដាញសង្គមហើយខ្ញុំមិនចង់ចឹងនោះទេឲ្យលុយខ្ញុំសិនមកខ្ញុំយកទៅដោះស្រាយសិនណា កុំអីអាឆ្នុកបើឯងឲ្យលុយគេនឹងទាទៀតហើយ រវល់តែនិយាយតវ៉ានឹងហើយមិនក៏មិនបញ្ញាប់តរលំពីភូមិទៅ អើយរឿងនេះធំទៅហើយខ្ញុំបញ្ញាប់ទៅប្រាប់ពុកម៉ែខ្ញុំសិន អូត្រូវហើយអាយុ18ឆ្នាំហើយឆាប់មកធ្វើអត្តសញ្ញាណប័ណ្ណមកណែមកធ្វើនៅផ្ទះខ្ញុំណាខ្ញុំរងចាំទទួល24ម៉ោង ឆ្នាំនេះខ្ញុំរវល់ណាស់សុំឆ្នាំក្រោយធ្វើបានដែរឬអត់ ទេមិនបានទេអត្តសញ្ញាណប័ណ្ណគឺសំខាន់ខ្លាំងណាស់18ឆ្នាំហើយណាបញ្ញាប់ធ្វើទៅណែរវល់យ៉ាងណាក៏ដោយខ្ញុំសុកចិត្តរងចាំនៅផ្ទះអង្គុយរងចាំទីនេះចាំធ្វើអត្តសញ្ញាណប័ណ្ណឲ្យ ប៉ុន្តែពុកម៉ែខ្ញុំក៏មិនអាចទៅឆ្ងាយទេគាត់បារម្ភព្រោះខ្ញុំជាកូនស្រីតែម្នាក់ផង អូបើអញ្ចឹងមិនអីទេចាំខ្ញុំទៅដល់ផ្ទះក៏បានដែរសេវាកម្មដល់ផ្ទះតន់ចិត្តតែម្ដងណា យីលោកមេភូមិឯងក៏ជាមេភូមិល្អខ្លាំងម្ល៉េះសុកចិត្តមកធ្វើអត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាជន នេះគឺជាករណីពិសេសមានតែមួយនឹងឯង
ជុំក៏ដុំឆែបមិនក៏មកច្រើនម្លេះ លោកមួយភូមិអើយជួយខ្ញុំផងកូនប្រុសខ្ញុំជាប់បំណុលអនឡាញវ៉ាន់កហើយ ហ៎ថាម៉េចជាប់បំណុលអនឡាញត្រូវហើយលោកវិភូមិអាឆ្នុកនេះវាតែខ្ចីលុយអនឡាញហើយវាថតរូបរាងកាយវាឲ្យគេទៀតផងឥឡូវនេះគេគម្រាមផុសដាក់ក្នុងបណ្ដាញសង្គមអីយ៉ាអាឆ្នុកអើយហេតុអីក៏ឯងល្ងងតែខ្ចីលុយអនឡាញបែបនេះ លោកវិភូមិអើយខ្ញុំមិនដែលដឹងរឿងនេះនោះទេគេថាខ្ចីស្រួលសងស្រួលការប្រាក់ទៀបការប្រាក់ថោកឯដូច្នេះទៅខ្ញុំខ្ចីគ្រាន់តែផ្ញើអត្តសញ្ញាណប័ណ្ណឲ្យគេបាញ់លុយឲ្យភ្លាមស្រួលនោះស្រួលមែនតើលោកវិភូមិ អើយអាស្រួលអញ្ចឹងគឺគេបង្កប់ល្បិចនឹងណាគេតាក់ទាញឲ្យឯងខ្ចីហើយគឺវ៉ាន់កហើយឯងសងមិនអស់នោះទេគឺមិនចេះចប់មិនចេះហើយតែម្ដង លោកមួយភូមិដឹងដែរទេគេនោះណាទេមកទាកូនប្រុសខ្ញុំគ្រប់ពេលគ្រប់វេលាហើយពួកខ្ញុំនេះមានលុយឯណាសងទៅ មែនហើយគេទេគម្រាមរហូតហើយការប្រាក់នឹងចេះតែឡើង1គុណជា3ជា4ណាហើយអាឆ្នុកឯងខ្ចីគេប្រមាណទៅ ណែខ្ញុំខ្ចីគេតែ$1000ទេប៉ុន្តែឥឡូវនេះឡើង$10000បាត់ទៅហើយ ជុំក៏ដុំឆែបហើយចុះហេតុអីក៏ឡើងលឿនខ្លាំងម្លេះ ខ្ញុំស្ដាប់ទៅមិនសូវយល់ទេលោកមួយភូមិអើយគេថាត្រូវពីណីបែបនេះត្រូវពីណីបែបនោះត្រូវបងនេះបងនោះស្ដាប់ឲ្យឈឺក្បាលខ្លាំងណា អើយការពិតពួកវាបោកប្រាស់នោះទេទើបវាចេះតែនិយាយអញ្ចឹងទៅណាប៉ុន្តែមិនអីទេអ្នកទាំងអស់គ្នាកំសងឲ្យសោះវាទេមកយ៉ាងណាក៏កំសងទៅទុកឲ្យរឿងនេះខ្ញុំជាអ្នកចាត់ការខ្ញុំនឹងតាក់ទងទៅប៉ូលីសចាត់ការពួកអស់នឹងឲ្យទាល់តែបាន លោកវិភូមិនេះលោកវិភូមិពិតជាជួយខ្ញុំបានមែនទេ ប្រកាសជាបានហើយប៉ូលីសគេធ្វើការល្អខ្លាំងណាស់ឯងទុកចិត្តលើប៉ូលីសទៅចុះរឿងនេះឯងនៅឲ្យតែស្ងៀមទៅហើយថ្ងៃក្រោយឯងឈប់តែខ្ចីលុយអនឡាញនឹងទៀតណា លឺទេកូនថ្ងៃមុខថ្ងៃក្រោយឈប់តែខ្ចីលុយពួកអស់នឹងទៀតមើលចុះនេះសំណាងហើយលោកមួយភូមិមានចំណាត់ការតនពេលបើមិនអញ្ចឹងទេគ្រួសារយើងច្បាស់ជាយ៉ាប់ជាមិនខាន លោកវិភូមិខ្ញុំពឹងលើលោកវិភូមិហើយណាត្រូវតែចាប់ពួកអស់នឹងយកមកផ្ដន់ទាទោសឲ្យទាល់តែបានមិនអីទេខ្ញុំនឹងចាប់ពួកអស់នឹងយកមកផ្ដន់ទាទោសមិនយូរនោះទេអ្នកទាំងអស់គ្នានៅឲ្យតែស្ងៀមទៅហើយបើគេទេមកលើកនិយាយជាមួយគេធម្មតាទៅហើយអ្នកទាំងអស់គ្នាត្រូវតែសហការជាមួយប៉ូលីសណា បាទលោកមេភូមិខ្ញុំនឹងសហការជាមួយប៉ូលីសគ្រប់ពេលវេលា បើអញ្ចឹងតោះទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំឥឡូវនេះទៅ